អឺចង់សួរថាតើការងារអីខ្លះដែលល្អសម្រាប់និស្សិតរៀន IT នៅក្នុងទីក្រុងភ្នំពេញយើងអឺតាមពិតទៅខ្ញុំក៏ជាអ្នករៀន IT ដែរក៏ប៉ុន្តែរាល់ថ្ងៃខ្ញុំមិនមែនកំពុងតែធ្វើការនៅក្នុងជំនាញ IT ទេដូច្នេះប្រធានបទថ្ងៃនេះខ្ញុំចង់យកមកបង្ហាញដើម្បីឲ្យអ្នករៀន IT ជំនាន់ក្រោយឲ្យគាត់បានដឹងថាតើពេលដែលគាត់រៀន IT អញ្ចឹងមានការងារល្អអ្វីខ្លះដែលគាត់គួរតែមើលបាទអញ្ចឹងសម្រាប់និស្សិតរៀន IT នៅទីក្រុងភ្នំពេញបាទក្នុងឆ្នាំ2026នេះអាចនិយាយបានថាទីផ្សារការងារកំពុងតែមានការប្រែប្រួលខ្លាំងដោយសារតែការរីកចម្រើននៃ Fintech បាទដែលហៅថាបច្ចេកវិទ្យាហិរញ្ញវត្ថុហ្នឹងហើយនឹង Digital Transformation នៅក្នុងក្រុមហ៊ុនធំវាកំពុងតែមានការប្រែប្រួលខ្លាំងបាទម្ដងអាប់ដេតអញ្ចេះម្ដងអាប់ដេតអញ្ចោះអីចឹងណាបើសិនជាយើងផ្អែកលើនិន្នាការទីផ្សារបច្ចុប្បន្នយើងឃើញមានការងារ IT ល្អមួយចំនួនដែលយើងអាចយកមកពិចារណាឬក៏អាស្រ័យទៅលើជំនាញដែលយើងចេះអញ្ចឹងណាព្រោះនៅក្នុង IT វាមិនមែនមានតែមួយជំនាញទេវាមានច្រើនជំនាញបាទអញ្ចឹងខ្ញុំចង់លើកយកការងារដែលទទួលបានប្រាក់ខែខ្ពស់ហើយនឹងមានតម្រូវការខ្លាំងនៅក្នុងទីក្រុងភ្នំពេញបច្ចុប្បន្នហ្នឹងណាបាទទី1គឺតាក់ទងទៅនឹង software ហើយនឹង mobile developer យើងអាចនិយាយបានថានេះគឺជាស្ដេចនៃទីផ្សារ IT ហើយនៅក្នុងទីក្រុងភ្នំពេញយើងបាទគឺដោយសារតែមានក្រុមហ៊ុនធំដូចជាធនាគារ ABA Wing Acileda ហើយនឹងក្រុមហ៊ុន start up ជាច្រើនទៀតដែលគាត់ត្រូវការអ្នកអភិវឌ្ឍ app ហើយនឹង website របស់ពួកគាត់ជាប្រចាំអីចឹងបាទយើងគាត់ត្រូវការខាង software ហើយនឹង mobile developer ហើយជំនាញដែលគេពេញនិយមប្រើហ្នឹងគឺមានដូចជា Flutter React Native Java បាទ Spring Boot ហើយនឹង Node.js បាទសម្រាប់អ្នករៀន IT គាត់ប្រកាសជាយល់ហើយនៅពេលដែលគាត់បានលើខ្ញុំរៀបរាប់អំពីភាសាអំបញ្ញមិញហ្នឹងបាទការងារទី2គឺ Cyber Security Specialist ដោយសារតែបច្ចុប្បន្នហ្នឹងការទូទាត់តាមអនឡាញបាទមានដូចជា KHQR ឬក៏ QR code អីហ្នឹងវាកាន់តែច្រើនឡើងយើងឃើញមាននៅពេលដែលយើងទៅទិញអីមួយនៅហាងឬក៏នៅតូបណាអញ្ចឹងយើងឃើញមានគេបញ្ឈរ QR ឬក៏គេបិទ QR នៅទូកញ្ចក់របស់គេឬក៏គេព្យួរនៅនឹងកអីអញ្ចឹងណាដូច្នេះហើយបញ្ហាសុវត្ថិភាពនឹងคล้ายទៅជាអាទិភាពដ៏សំខាន់មួយយើងឃើញស្ថាប័នហិរញ្ញវត្ថុមួយចំនួនគាត់ហ៊ានឲ្យប្រាក់ខែខ្ពស់សម្រាប់អ្នកណាដែលគាត់ចេះការពារប្រព័ន្ធរបស់ក្រុមហ៊ុនអញ្ចឹងណាបាទការពារប្រព័ន្ធទាំងអស់ហ្នឹងពីក្រុម hacker បាទអញ្ចឹងការងារទី3គឺតាក់ទងទៅនឹង data analyst ឬក៏ data scientist ក្រុមហ៊ុនធំចាប់ផ្ដើមប្រើប្រាស់ទិន្នន័យដើម្បីធ្វើការសម្រេចចិត្តទៅលើការងារអីមួយបាទបើសិនជាមាននរណាម្នាក់ពូកែខាង Excel SQL ហើយនឹង Python អីហ្នឹងអ្នកនោះនឹងមានឱកាសខ្ពស់នៅក្នុងវិស័យធនាគារឬក៏ខាងទូរគមនាគមន៍បាទសម្រាប់ផ្នែកដែលងាយស្រួលរកការងារសម្រាប់និស្សិតដែលទើបតែបញ្ចប់ការសិក្សាការងារទី1ហ្នឹងគឺ IT support ឬក៏ System Administrator វាជាការងារដំបូងដ៏ល្អមួយបាទដើម្បីយល់ដឹងអំពីប្រព័ន្ធ network ហើយនិង hardware នៅក្នុងក្រុមហ៊ុនឬក៏សន្តាគារណាមួយបាទការងារទី2គឺ QA ឬក៏ software tester បើសិនជានរណាម្នាក់គាត់ចូលចិត្តពិនិត្យរកកំហុសឬក៏ហៅថា bugs នៅក្នុង software អញ្ចឹងបាទឬក៏គាត់ចង់យល់ដឹងអំពីការផលិត software បាទនេះគឺជាចំណុចចាប់ផ្ដើមដ៏ល្អមួយសម្រាប់គាត់បាទការងារទី3គឺតាក់ទងទៅនឹង digital marketing ឬក៏ content creator បាទសម្រាប់អ្នកណាដែលគាត់មានជំនាញ IT តិចតួចបាទប៉ុន្តែគាត់ចូលចិត្តការច្នៃប្រឌិតអីចឹងបាទការចេះប្រើប្រាស់ AI tool ហើយនិងការវិភាគទិន្នន័យទៅលើ social media ក៏កំពុងតែមានតម្រូវការខ្លាំងដែរបាទខាងលើនេះគឺជាតារាងប្រៀបធៀបប្រាក់ខែប្រហាក់ប្រហែលបាទទៅតាមកម្រិតនិងបទពិសោធន៍ទី1គឺតំណែងបាទទី2គឺកម្រិតដំបូង
ទី3គឺបទពិសោធន៍មធ្យមបាទយើងឃើញមានមុខតំណែង software developer បាទកម្រិត entry level យើងអាច expect ប្រាក់ខែចាប់ពី500រហូតដល់900បាទកម្រិត mid senior យើងអាច expect ចាប់ពី1500រហូតដល់3000 plus បាទ cyber security បាទកម្រិត entry level យើងអាច expect ប្រាក់ខែចាប់ពី600រហូតដល់1000បាទកម្រិត mid senior យើងអាច expect ប្រាក់ខែចាប់ពី2000រហូតដល់3500 plus បាទសម្រាប់ IT support វិញបាទកម្រិត entry level យើងអាច expect ប្រាក់ខែចាប់ពី300រហូតដល់500បាទកម្រិត mid senior យើងអាច expect ប្រាក់ខែចាប់ពី700រហូតដល់1200បាទសម្រាប់ data analyst វិញកម្រិត entry យើងអាច expect ប្រាក់ខែចាប់ពី500រហូតដល់850បាទកម្រិត mid senior យើងអាច expect ប្រាក់ខែចាប់ពី1200រហូតដល់2500បាទនេះគឺជាប្រាក់ខែប្រហាក់ប្រហែលទេសម្រាប់ការ expect ប្រាក់ខែអ្នកទាំងអស់គ្នាអាច expect ទៅតាម job posting បើសិនជាបាទមានក្រុមហ៊ុនខ្លះគាត់ដាក់ចន្លោះប្រាក់ខែចាប់ពីប្រមាណដល់ប្រមាណអញ្ចឹងអ្នកទាំងអស់គ្នាអាច expect ប្រាក់ខែទៅតាមនឹងទៅបាទចុងក្រោយខ្ញុំមានគន្លឹះសំខាន់3បាទដើម្បីទទួលបានការងារល្អនៅក្នុងទីក្រុងភ្នំពេញទី1យើងត្រូវចេះភាសាអង់គ្លេសដែរបាទនៅក្នុងវិស័យ IT បើសិនជាយើងចេះតែសរសេរកូដប៉ុន្តែយើងមិនចេះភាសាអង់គ្លេសបាទយើងអាចនឹងបាត់បង់ឱកាសនៅក្នុងក្រុមហ៊ុនអន្តរជាតិមួយចំនួនដែលគេអាចផ្ដល់ប្រាក់ខែខ្ពស់ដល់យើងអញ្ចឹងប៉ុន្តែនៅពេលដែលយើងអត់ចេះភាសាបាទយើងសម្ភាសអត់ជាប់ទេបាទចំណុចទី2ទាក់ទងទៅនឹង portfolio បាទ portfolio ហ្នឹងក៏ចាំបាច់ដែរយើងកុំចាំតែសញ្ញាបត្រពីសាលាយើងចាប់ផ្ដើមធ្វើគម្រោងតូចបាទដូចជា side project ហើយដាក់ទៅលើ GitHub ឬក៏ website ផ្ទាល់ខ្លួនរបស់យើងទៅនៅពេលដែលយើងទៅសម្ភាសយើងយក portfolio ហ្នឹងទៅបង្ហាញគេ portfolio ហ្នឹងវាប្រៀបបានដូចជា artwork ឬក៏ការងារចាស់ៗរបស់យើងដែលយើងធ្វើខ្លួនឯងបាទអាចយកទៅធ្វើជាផុសតាងដើម្បីបង្ហាញក្រុមហ៊ុនគេថាយើងចេះធ្វើអញ្ចេះធ្វើអញ្ចោះអីចឹងបាទទី3គឺ certification បើសិនជាអ្នកចង់ធ្វើការខាង network ឬក៏ cloud បាទគួរតែប្រឡងយកសញ្ញាបត្រដូចជា CCNA AWS ឬក៏ CompTIA Security ហើយនឹងសញ្ញាបត្រផ្សេងៗទៀតដែលពាក់ព័ន្ធបើសិនជាយើងមានបាទ